ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមានមុខម្ហូបឆ្ងាញ់ជាច្រើនមុខដូចជាមុនដំបូងគឺឡុកឡាក់សាច់គោបងប្អូនតបជាមួយនឹងអន្លក់ស្រស់គឺឆ្ងាញ់មែនតើបងប្អូនចាសម្រាប់ម្ហូបទី2គឺសម្លកកូរខ្មែរយើងគឺចូលចិត្តបំផុតបងប្អូនចាឆ្ងាញ់ប្លែកពីគេអញ្ចឹងណាបងប្អូនចាសម្រាប់ម្ហូបទី3វិញគឺស៊ុបឆ្អឹងគោបងប្អូនចាចំពោះស៊ុបឆ្អឹងគោនេះហុតនៅក្តៅឆ្ងាញ់ណាស់បងប្អូនអាចដាក់ញ៉ាំជាមួយមីកាទៀវបាយអីគឺបានច្រើនមុខមែនតើបងប្អូនចាចំពោះម្ហូបទី5គឺតុងយ៉ាំសាច់មាន់ចាបងប្អូនចាជូរហឹលដាក់ទៅឆ្ងាញ់មែនតើចាបងប្អូនចំពោះមុខម្ហូបយើងស្លឲ្យរាងហឹលហើយរាងជូរបងប្អូនគឺឆ្ងាញ់ណាស់មុខម្ហូបមួយមុខនេះបងប្អូនចាបងប្អូនអាចស្លហូបបានចាចំពោះមុខម្ហូបទី6គឺឆាសាច់ជ្រូក3ជាន់ជាមួយនឹងប្រហុកដាក់ទឹកអំពិលបងប្អូនចាបន្ទាប់ជាមួយនឹងអន្លក់ស្រស់បងប្អូនឆ្ងាញ់មែនទែនចាចំពោះម្ហូបទី7វិញគឺផ្លែទំពាំងបងប្អូនចាចំណែកឯម្ហូបទី8វិញគឺឆាសាច់ជ្រូក3ជាន់ជាមួយនឹងម្ទេសផ្លោកយើងមានដក3ពណ៌បងប្អូនចាឆ្ងាញ់ប្លែកដែរតើបងប្អូននៅពេលដែលវាលាយពណ៌អញ្ចឹងទៅគឺគួរឲ្យចង់ញ៉ាំចាចំពោះម្ហូបទី9វិញគឺស្ងោរត្រឡាចជាមួយនឹងឆ្អឹងជំនីជ្រូកបងប្អូនចាឆ្ងាញ់ណាស់ចាចំពោះម្ហូបទី10វិញគឺចំហុយពងត្រីជាមួយនឹងសាច់ជ្រូក3ជាន់ដាក់ជាមួយនឹងពងទាបងប្អូនយើងផ្ទាប់ជាមួយអន្លក់ចាគឺឆ្ងាញ់មែនតើបងប្អូនចាចំណែកម្ហូបទី11គឺអាំងសាច់គោញ៉ាំជាមួយនឹងបន្លែតាមចំណង់ចំណូលចិត្តបងប្អូនជ្រលក់ជាមួយនឹងទឹកត្រីកោះកុងគឺឆ្ងាញ់ប្លែកមែនតើបងប្អូនចាញ៉ាំក៏បានលេងក៏បានចឹងណាបងប្អូនចាចំពោះម្ហូបទី12បងប្អូនខ្ញុំភ្លេចបាត់ទេណាគឺស្លម្ជូរគ្រឿងសាច់គោជាមួយត្រកួនកាមចាបងប្អូនយើងថែមម្ទេសមកគឺឆ្ងាញ់មកអេនតែម្ដងចំពោះម្ហូបទី13បងប្អូនចាឆាខ្ញីគឺជាមួយសាច់គោគឺឆ្ងាញ់ប្លែកបងប្អូនឆាបែបរាងខាប់កកបងប្អូនចាគឺខ្ញីហឹរតិចឆ្ងាញ់ណាស់បងប្អូនចាចំពោះម្ហូបទី14បងប្អូនគឺស្លម្ជូរប្រឡិតជាមួយនឹងត្រីអាំងចាបងប្អូនគឺជ្រះមាត់មែនតែនចំពោះម្ហូបទី15បងប្អូនចាគឺស្លម្ជូរគ្រឿងសាច់គោជាមួយនឹងត្រប់ស្រួយចាជូរហឹលឆ្ងាញ់ប្លែកមាត់ញ៉ាំបាយអស់រលីងចាចំពោះម្ហូបទី16គឺសម្លស្ងោរស្ពៃឆ្អឹងសាច់ជ្រូកចិញ្ច្រាំបងប្អូនចាយើងដាក់ពងទាបន្តិចមកគឺឆ្ងាញ់ពិសេសមែនទែនអរគុណ